សួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកដឹងអំពីរបៀបបើកភាគរយថ្មនៃទូរស័ព្ទ model Oppo ដែលមាន color OS 14ភាគច្រើនមួយរយៈនេះគឺខាងក្រុមហ៊ុន update color OS 14 15 និង 16 តែឥឡូវយើងមកដឹងអំពីការ update color OS 14បើកភាគរយថ្មតែមុនដំបូងយើងបើកមិនឥឡូវយើងចេញមកក្រៅអ្នកនរគ្នាមកយើងអស់មកទាញមកកន្លែងលើនេះមកនេះជាកន្លែង trap នឹងមកនឹងលូតចេញមកដល់ការកំណត់ទូរស័ព្ទហើយតមកទៀតយើងចូលទៅកាន់កន្លែងភាគរយថ្មឬក៏ថ្មបើអង់គ្លេសកន្លែងនេះគេលូតដាក់ថាបាក់តេរីអញ្ចឹងយើងចូលមកកន្លែងហ្នឹងមកអូខេរកពាក្យថាការកំណត់ច្រើននេះកន្លែងនេះបងប្អូនយើងរើសការកំណត់ច្រើនទៀតតមកយើងចូលមកកាន់នឹងមកយើងឲ្យរើសនេះលើនេះគឺសមត្ថភាពដំណើរការខ្ពស់បង្កើនប្រសិទ្ធភាពការប្រើប្រាស់ថ្មនិងមុខងាររងចាំនៅពេលដេកប្រសើរឡើងតែយើងអត់រើសទេអ្វីលើហ្នឹងគឺអ្វីដែលយើងសំខាន់បំផុតគឺយើងរើសនេះការគ្រប់គ្រងថ្មរបស់កម្មវិធីឥឡូវយើងចូលមកនេះអាហ្នឹងសម្រាប់អីសម្រាប់ឆែកមើលថាយើងប្រើលើកម្មវិធីអីខ្លះចឹងមិនមែនជាកន្លែងបើកភាគរយថ្មទេឥឡូវយើងចូលទៅកាន់នេះអានេះកន្លែងនេះបង្កើនភាគរយកន្លែងបើកភាគរយថ្មមិនមែននៅកន្លែងហ្នឹងទេបាទយើងចូលមកកន្លែងនេះចាំតិចនេះដែនកំណត់ថ្មយើងប្រើដល់ម៉ាននេះក្រោមគេនេះបងប្អូននេះឥឡូវខ្ញុំចេញម្ដងទៀតណាឲ្យច្បាស់នេះចូលឡើងហ្នឹងតមកទៀតវាមានឲ្យយើងរើសនេះកំណត់នេះកន្លែងបង្ហាញកម្រិតថ្មនៅរបាំងក្រោមបាទឋានសភាពហ្នឹងចុចមកនេះវាមាន3នេះឲ្យយើងជ្រើសរើសអានេះភាគរយថ្មចង់រើសប្រមាណឡើយយើងចង់កុំបង្ហាញក៏បានយើងចង់បង្ហាញក៏បានចង់បង្ហាញចេះក៏បាននេះដល់ពេលបង្ហាញចេះនេះលោតនេះឃើញនេះលោតចង់បង្ហាញចេះនេះលោតអូខេនេះឥឡូវយើងយកនេះមកចុះនេះមករក 79% ឥឡូវថ្មចឹង 79% យើងចេញមកហើយយើងចង់រចនាបទវាមកបដេកក៏បានមូលក៏បាននេះកុំបង្ហាញហ្មងហើយយើងយកបដេកបញ្ឈរឬរង្វល់ជុករង្វងជុំហើយយើងយកហ្នឹងមកចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងហ្មងទេបងប្អូនគឺរបៀបនៃការបើកភាគរយថ្មចំពោះ model Reno 7 color OS 14បាទបើសិនជាពេញចិត្តវីដេអូនេះសូមជួយ subscribe channel ម្នាក់មួយផងបាទសម្រាប់ទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ